រដ្ឋាភិបាលនិងកងទ័ពថៃបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាច្រើនឆ្នាំមកហើយដោយសារការបោកបញ្ឆោតនិងការកុហកប្រជាជនខ្លួនឯងដែលនាំឲ្យពិភពលោកវង្វេងនិងធ្វើពុតជាជនរងគ្រោះរាល់ពេលដែលពួកគេប្រព្រឹត្តទង្វើជាអ្នកឈ្លានពានការស្លាប់ជនស៊ីវិលកម្ពុជាមួយរូបដោយទាហានថៃនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យគឺជាឧទាហរណ៍ចុងក្រោយបំផុតនិងច្បាស់លាស់បំផុតនៃគំរូដ៏យូរអង្វែងនៃភាពមិនស្មោះត្រង់របស់ថៃយោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងៗទៀតកងទ័ពថៃបានបាញ់ចូលទឹកដីកម្ពុជាសម្រាប់អ្នកភូមិស្លូតត្រង់ម្នាក់និងបំពានស្តង់ដារនៃការប្រព្រឹត្តជាអន្តរជាតិទោះជាយ៉ាងណាក៏ដោយប្រតិកម្មភ្លាមៗរបស់ទីក្រុងបាងកកគឺអាចទាយទុកមុនបានពោលគឺការបដិសេធដោះសារដោយអារម្មណ៍និងការឃោសនាដដែលមន្ត្រីថៃប្រញាប់ប្រញាល់រៀបចំប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ពួកគេដោយផ្សព្វផ្សាយការអះអាងមិនពិតថាកម្ពុជាបានបង្កអំពើហិង្សាពួកគេបានកុហកប្រជាពលរដ្ឋរបស់ខ្លួនដើម្បីលាក់បាំងទង្វើខុសឆ្គងរបស់យោធារបស់ពួកគេនេះមិនមែនជារឿងថ្មីនោះទេអស់ជាច្រើនទសវត្សរ៍មកហើយកងទ័ពនិងអិសរាជជននយោបាយថៃមានភាពស្ទាត់ជំនាញក្នុងសិល្បៈនៃការបោកបញ្ឆោតនៅពេលដែលទាហានរបស់ពួកគេរំលោភបំពានលើទឹកដីកម្ពុជានិងបង្កឲ្យមានឧប្បត្តិហេតុដ៏សាហាវពួកគេហៅវាថាជាការការពារខ្លួននៅពេលគ្រាប់មីនធ្វើឲ្យរបួសកងទ័ពរបស់ពួកគេនៅក្នុងតំបន់មានជម្លោះពួកគេបន្ទោសកម្ពុជានៅពេលដែលការពិតលេចចេញពួកគេលាក់ខ្លួននៅពីក្រោយលទ្ធិជាតិនិយមដើម្បីការពាររូបភាពរបស់ពួកគេវាគឺជាគំរូនៃការកុហកជាប្រព័ន្ធដដែលដែលធ្វើឡើងចំពោះប្រជាជនថៃនិងចំពោះសហគមន៍អន្តរជាតិប៉ុន្តែពិភពលោកលែងអាចត្រូវបានគេបោកបញ្ឆោតទៀតហើយនៅឆ្នាំ2025នេះការពិតបានរីករាលដាលលឿនជាងការឃោសនារូបភាពកាយរណបរបាយការណ៍សាក់សីផ្ទាល់ភ្នែកនិងក្រុមអ្នកអង្កេតការណ៍អាស៊ានបានបញ្ជាក់នៅអ្វីដែលប្រទេសថៃព្យាយាមលាក់បាំងគ្រាប់កាំភ្លើងដែលបានសម្លាប់ជនស៊ីវិលកម្ពុជាស្លូតត្រង់ត្រូវបានបាញ់ដោយទាហានថៃការរំលោភបំពាននេះបានកើតឡើងនៅក្នុងទឹកដីកម្ពុជាការពិតគឺច្បាស់ណាស់ហើយគ្មានការថ្លែងសន្ទរកថាណាមួយពីទីក្រុងបាងកកអាចលុបបំបាត់វាបានទេកម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់តម្លាភាពនិងការទទួលខុសត្រូវក្រសួងការពារជាតិបានអញ្ជើញអ្នកអង្កេតការណ៍អាស៊ានផ្ដល់ភស្តុតាងនិងស្វែងរកដំណោះស្រាយដោយសន្តិភាពទន្ទឹមនឹងនេះប្រទេសថៃបន្តធ្វើសកម្មភាពដោយភាពក្រអឺតក្រទមភាពមិនស្មោះត្រង់និងការមិនគោរពជំនួសឲ្យការប្រឈមមុខនឹងការពិតថ្នាក់ដឹកនាំរបស់ខ្លួនបានបង្កើតការកុហកដើម្បីបង្កឲ្យមានកំហឹងក្នុងស្រុកនិងបង្វែរចំណាប់អារម្មណ៍ចេញពីភាពបរាជ័យរបស់ពួកគេនៅក្នុងប្រទេសយោធានិងរដ្ឋាភិបាលថៃត្រូវតែយល់ថាភាពជឿជាក់មិនអាចកសាងឡើងដោយការកុហកបានទេប្រជាជនថៃសមនឹងទទួលបានការពិតការឃោសនាគ្មានទីបញ្ចប់របស់មេដឹកនាំរបស់ពួកគេមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសថៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់ផ្សេងទៀតរាល់សេចក្តីថ្លែងការណ៍មិនពិតពីទីក្រុងបាងកកនិងការមិនទុកចិត្តធ្វើឲ្យប្រទេសថៃឯកោផ្នែកការទូតនិងបង្ហាញឲ្យឃើញពីភាពលាក់ពុតរបស់ពួកគេកម្ពុជានឹងមិននៅស្ងៀមនោះឡើយព្រះរាជាណាចក្រកម្ពុជានឹងបន្តនិយាយការពិតនិងការពារប្រជាជនរបស់ខ្លួនការកុហកនឹងមិនអាចជំនួសការពិតបានឡើយហើយភាពក្រអឺតក្រទមនឹងមិនអាចជំនួសយុត្តិធម៌បានឡើយវាដល់ពេលហើយសម្រាប់ប្រទេសថៃដើម្បីបញ្ឈប់ការបោកបញ្ឆោតប្រជាជនរបស់ខ្លួនបញ្ឈប់ការកុហកពិភពលោកនិងចាប់ផ្ដើមធ្វើសកម្មភាពដូចជាធ្វើជាអ្នកជិតខាងដែលមានទំនួលខុសត្រូវការពិតបានលាតត្រដាងរួចហើយនោះគឺថាគ្រាប់កាំភ្លើងថៃបានសម្លាប់ពលរដ្ឋកម្ពុជាស្លូតត្រង់ម្នាក់ពិភពលោកបានដឹងពីរឿងនេះហើយគ្មានការបង្វែរការពិតការបដិសេធឬស្នេហាជាតិคล้ายៗណាមួយអាចលាក់បាំងភាពអាម៉ាស់នេះបានឡើយនៅពេលមានដឹកនាំជាតិមួយរូបប្រកាសជាសាធារណៈថាសន្តិភាពបានបញ្ចប់ហើយនឹងហែកចោលសេចក្តីថ្លែងការណ៍អន្តរជាតិព្រមទាំងចោទប្រកាន់ប្រទេសជិតខាងដែលគ្មានភស្តុតាងពិភពលោកត្រូវតែចោទសួរទៅវិញថាតើនេះជាការដឹកនាំបែបណាតើវាជាអកប្បកិរិយារបស់រដ្ឋបុរសឬជាឆារឡខោនរបស់អ្នកនយោបាយដែលកំពុងព្យាយាមបង្វែរការយកចិត្តទុកដាក់ពីបញ្ហាក្នុងស្រុករបស់ខ្លួនសេចក្តីថ្លែងការណ៍ចុងក្រោយរបស់នាយករដ្ឋមន្ត្រីថៃលោកអនុទីនឆាន់វីរ៉ាកុលនៅឯព្រំដែនកម្ពុជាថៃបានបង្ហាញពីការចាក់ចែងដ៏ឆ្ងាយពីស្មារតីសន្តិភាពក្នុងតំបន់ដែលអាស៊ីអាគ្នេយ៍បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សាវាសន្ទរកថាដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកដែលថ្លែងនៅកណ្ដាលវងអ្នកសារព័ត៌មាននិងកងទ័ព
មិនមែនជាកាយវិការនៃភាពខ្លាំងពូកែនោះទេប៉ុន្តែជាការបង្ហាញពីភាពមិនចាស់ទុំខាងនយោបាយដែលប្រឈមនឹងការធ្វើឲ្យប្រទេសទាំងពីរធ្លាក់ចូលទៅក្នុងភាពតានតឹងដែលមិនចាំបាច់ចូលយើងរំលឹកឡើងវិញថាគឺប្រទេសថៃមិនមែនកម្ពុជាទេដែលបានបោះបង់ចោលសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរចូលថ្ងៃទី26ខែតុលាមុនគេដែលជាកិច្ចព្រមព្រៀងមួយមានការដឹងឮពីមេដឹកនាំពិភពលោករួមមានទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានអាស៊ានលោក Anwar Ibrahim ផងដែរកម្ពុជាបានគោរពគ្រប់ឃ្លានៃកិច្ចព្រមព្រៀងរួមទាំងការដកអាវុធធ្ងន់ៗនិងការសម្របសម្រួលប្រតិបត្តិការដោះមីនរួមគ្នានៅតាមតំបន់មានជម្លោះផ្ទុយទៅវិញប្រទេសថៃបានបន្តកិច្ចវេះពីការទទួលខុសត្រូវប្រឌិតការចោទប្រកាន់និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីដុតបញ្ចេះមនោសញ្ចេតនាជាតិនិយមការអះអាងរបស់លោកអនុទីនថាគ្រាប់មីនថ្មីត្រូវបានដាក់ដោយកម្ពុជាគឺជាការលើកឡើងគ្មានមូលដ្ឋាននិងមិនសមហេតុផលកម្ពុជាបានចំណាយពេលរាប់ទសវត្សរ៍ក្នុងប្រតិបត្តិការបោះសម្អាតមីននៅលើទឹកដីរបស់ខ្លួនរួមមានទាំងការចំណាយធនធានមនុស្សនិងថវិកាដ៏មហាសាលហើយកម្ពុជានឹងមិនទៅដាក់ឡើងវិញនូវអាវុធដែលបានសម្លាប់ប្រជាជនរបស់ខ្លួនរាប់ម៉ឺននាក់នោះឡើយក្រសួងការពារជាតិបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះរួចហើយបានរំលឹកដល់គ្រប់ភាគីទាំងអស់ថាតំបន់ដែលរងផលប៉ះពាល់នៅតែមានគ្រាប់មីនយ៉ាងច្រើនដោយសារចំនួនពីអតីតកាលការពិតមិនគួរជាសន្ទរកថាដ៏ក្តៅគគុកទេប៉ុន្តែវាគួរតែបន្ថែមការយល់ដឹងរបស់យើងតាមរយៈការប្រកាសថាប្រទេសថៃនឹងលែងគោរពតាមចំណុចទាំង4នៃសេចក្តីថ្លែងការណ៍ទៀតហើយនឹងចាត់វិធានការដោយមិនពិគ្រោះជាមួយនរណាម្នាក់លោកអនុទីនបានបង្ហាញឲ្យឃើញពីការមិនអើពើគួរឲ្យព្រួយបារម្ភចំពោះបទប្រធានអន្តរជាតិនិងការទូតក្នុងតំបន់ពាក្យសម្ដីបែបនេះជាសញ្ញានៃការងាកចេញពីគោលការណ៍គ្រឹះរបស់អាស៊ានដែលមានដូចជាការសន្ទនាកិច្ចសហប្រតិបត្តិការនិងការគោរពគ្នាទៅវិញទៅមកវាក៏បានបង្ហាញពីចេតនាពិតប្រាកដរបស់នាយករដ្ឋមន្ត្រីផងដែរនោះគឺដើម្បីទាញយកប្រយោជន៍ពីមនោសញ្ចេតនាជាតិនិយមធ្វើជាខែលការពារពីសម្ពាធនយោបាយក្នុងស្រុកនិងការធ្លាក់ចូលនៃទំនុកចិត្តពីសាធារណជនកម្ពុជានឹងមិនឆ្លើយតបនឹងការញុះញង់បែបនេះឡើយជំហររបស់ព្រះរាជាណាចក្រកម្ពុជាគឺនៅតែប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ការទទួលខុសត្រូវនិងការគោរពចំពោះយន្តការសន្តិភាពព្រំដែនគួរតែជាតំបន់នៃកិច្ចសហការមិនមែនជាការប្រឈមមុខដាក់គ្នានោះទេហើយមេដឹកនាំគួរតែប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីកសាងទំនុកចិត្តមិនមែនបង្កើតចំនួននោះទេប្រវត្តិសាស្ត្រនិងការសក្តិយ៉ាងតឹងរឹងចំពោះញាក់ដែលដោះដូរសន្តិភាពនិងប្រជាប្រិយនិយមការពិតប្រការរបស់លោកអនុទីនថាសន្តិភាពបានបញ្ចប់ហើយមិនមែនជាការបញ្ចប់សន្តិភាពនោះទេវាគ្រាន់តែបង្ហាញឲ្យឃើញថាអ្នកណាជាអ្នកប្រឆាំងនឹងសន្តិភាពតែប៉ុណ្ណោះសតិសម្បជញ្ញៈរបស់កម្ពុជាគឺច្បាស់លាស់យើងនៅតែបដិញ្ញាចិត្តដំណើរទៅสู่ការសន្ទនានីតិរដ្ឋនិងមិត្តភាពយូរអង្វែងរវាងប្រជាជននៃប្រទេសយើងទាំងពីរការរំលោភបំពានពិតប្រាកដនៅពេលបច្ចុប្បន្ននេះមិនមែនកើតឡើងនៅលើដីទេគឺវានៅក្នុងពាក្យសម្ដីរបស់មេដឹកនាំដែលបានជ្រើសរើសយកការឃោសនាជាជាងសន្តិភាព